mới biết là biết phần liền sao tại ở khi nào cái gì không bị đỡ nắng ấy chứ như miên phần người làm hẹn hay nhìn thuộc bay làm hẹn này đặc kia hai bay làm hẹn căn khóm đấy cho bên này đặc kia này rồi hiện với phần an tập bị mới nhóm rồi gạch theo chứ như miên có cứ ít đỏ cái tèo ít đỏ ít bột bầy chứ như thời gian tu ít nếu một con chúng mình đỏ ít hai con chúng mình nó bột bầy chứ như bay này cái ít con đỏ ít cứ đỏ ít cái này ít con chúng mình đừng bấy cứ bán bột bầy ít đọc nếu bây giờ nhau đỏ pi mà đỏ pi một con chúng mình đỏ x hay thử dùng một con chúng mình đừng bầy tiền chẳng thì mỗi đỏ x con chúng mình đừng sau này hay cứ đỏ pi con chúng mình đỏ x đỏ con được đó bầu pi con đừng x pi x chắc cái đỏ chụp đỏ tới chụp bầu cái này nào kia đỏ chụp đỏ tới chụp bầu hai đó pi dùng một con chúng mình đừng bầu bấy tay chữ đỏ và mùi đó một con chúng mình bầu ban đỏ vậy đỏ con được đó ban bầu hãy đỏ ní mà chụp cho mình con cho mình đồng bốt cơ những bàn đỏ bí con đường bộ bay các bạn của mũi trong đấy nó cứ ai tu tọa ba mà tăng tiết ý cái đấy thì mình ai tu tọa tế bột 3x បូក 2 គឺយើងបានបូក 5x ដក 6 នៅតែដោយសារតែយើងមាន x មកទូទាត់ 1 នាទីចាហ្នឹងគឺរួចក1ចូលមកដល់ខគឺយើងមាន 2 នៅលើ 2x ដក 2y ដូចជាការ៉េចានេះការ៉េក្តៅពូទាំងពីរនេះហ្នឹងអញ្ចឹងយើងមាន 2 លើជាការ៉េហើយខាងក្រោមនេះក៏លើជាការ៉េដែរអញ្ចឹងបើ 2 លើជាការ៉េដាក់គ្នាបានមែននេះ 2 ការ៉េខ្ញុំសេបដាក់ការ៉េចេញមកតង់សិនទៅ 2x ដក 2y ដូចជាការ៉េអញ្ចឹងភាពបែងរបស់យើងក៏មាន 2x ដក 2 ការ៉េដូចជាការ៉េហើយភាពរបស់យើងគឺ 2 ការ៉េគឺ 4 ហើយនេះគឺតួ a ហើយនេះគឺតួ b អញ្ចឹងយើងមានរូបមន្តសមភាពរបស់យើងគឺ a ដក b លើជាការ៉េស្មើនឹង a ការ៉េដក 2ab បូក b ការ៉េអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងតួ a របស់យើងគឺ 2x តួ b របស់យើងគឺ 2y ការ៉េអញ្ចឹងវាចូល a ដក b លើជាការ៉េស្មើនឹង a ការ៉េដក 2ab បូក b ការ៉េអញ្ចឹងអ្នកគ្នាត្រូវចាំថាការពន្លាតកន្សោមអ្នកនរគ្នាត្រូវតែចេះរូបមន្តសមភាព a ដក b a បូក b លើជាការ៉េ a ការ៉េដក b ការ៉េ a គៀបដក b គៀប a គៀបបូក b គៀប a ដក b លើជាគៀប a បូក b លើជាគៀបអីហ្នឹងអ្នកគ្នាត្រូវចាំរូបមន្តទាំងអស់ហ្នឹងដោយសាររូបមន្តសមភាពទាំងអស់នេះជួយអ្នកគ្នាឲ្យចេះនៅក្នុងការពន្លាតកន្សោមបន្ទាប់ពីអ្នកគ្នាចេះសមភាពហ្នឹងហើយអញ្ចឹងក្នុងករណីនេះគឺយើងប្រើរូបមន្ត a ដក b លើជាការ៉េមកយកមកពន្លាតកន្សោម x ការ៉េដក 2 ការ៉េលើជាការ៉េហ្នឹងដែលតួ a របស់យើងគឺ 2x អញ្ចឹង a ដក b លើជាការ៉េពន្លាតមកគឺបាន a ការ៉េដក 2ab បូក b ការ៉េអញ្ចឹងតួ a របស់យើងពេលហ្នឹងគឺ 2x អញ្ចឹងយើងទៅបានជា 2x លើជាការ៉េដកជាមួយនឹង2គុណឲ្យ 2x ជាតួ a ហើយតួ b របស់យើងគឺ 2y បូកជាមួយនឹង 2y លើជាការ៉េអញ្ចឹងកាលនេះខ្ញុំសេឡើងអ្នកខ្ញុំមើលគឺតួ a របស់យើងគឺ 2x អញ្ចឹង a ការ៉េគឺ 2x លើជាការ៉េដក2គុណនឹង a របស់យើងគឺ 2x គុណនឹង b របស់យើងគឺ 2y បូក b ការ៉េអញ្ចឹង b ការ៉េរបស់យើងគឺ 2y លើកជាការ៉េអញ្ចឹងភាគបែងរបស់វាហ្នឹងអត់មានអីស្រួលបានទេអ្នកគ្នាមានតបលាតមក 2x លើជាការ៉េគឺបាន 4x ការ៉េដក2គុណជាមួយនឹង 2x គុណជាមួយនឹង 2y អញ្ចឹងយក2ហ្នឹងមកគុណគ្នាមក2គុណនឹង2គុណនឹង2 2គុណនឹង2 4 4គុណនឹង2ម្ដងនេះគឺ8ជាដាក់បូក8ហើយញ៉ាត់គុណនឹងញ៉ាត់គ្នាវា x គុណនឹង y គឺ x ហើយខាងនេះគឺ 2y លើជាការ៉េអញ្ចឹងវាបាន 4y ការ៉េយើងជាទៅអ្នកគ្នាអូយស្អាតអស់ទេ 4y ការ៉េដាក់ឲ្យហ្នឹងណាអញ្ចឹងហ្នឹងជាចំណុចចុងក្រោយនៃការផលិតកន្សោម2ដក2នៅលើ 2x ដក 2y លើជាការ៉េហ្នឹងក៏យើងបានគឺប៉ុណ្ណឹង4នៅលើ 4y ការ៉េបូក 8y ការ៉េបូកនឹង 4y ការ៉េយើងមកកយើងមាន x ដក y ការ៉េកតែឲ្យ y ការ៉េដក 2y ការ៉េបូក 3y ការ៉េអញ្ចឹងយើងផលិតម្ដងមួយដែលយក x មកគុណជាមួយនឹង y ការ៉េគុណជាមួយនឹង 2y ការ៉េគុណជាមួយនឹង 3y ការ៉េអញ្ចឹង x គុណនឹង x គុណនឹង y ការ៉េជាគៀប x គុណជាមួយនឹងដក 2x y ការ៉េអញ្ចឹងបានទៅជាដក 2y ការ៉េ y ការ៉េហើយ x គុណជាមួយនឹង 3y ការ៉េគឺបាន 3x y ការ៉េហើយការសម្រួលឬក៏ផលិតកន្សោមអ្នកគ្នាសំខាន់សញ្ញាអ្នកគ្នាបើសិនជាក្នុងលំហាត់អ្នកគ្នាខលខ្ញុំគុណសញ្ញាឬដកបូកដល់សញ្ញាណាខុសមួយអ្នកគ្នាអាច comment ប្រាប់បានដោយសារតខ្ញុំអាចនឹងបង្កើតកំហុសដាក់អចេតនាដោយសារតអាចគុណឬបូកដល់សញ្ញាខុសចឹងអ្នកគ្នាពេលធ្វើក៏ត្រូវតែប្រយ័ត្នដូចគ្នាដែរអញ្ចឹង x គុណនឹង y ការ៉េគឺបាន x ទៀត x គុណជាមួយនឹង 2x y ការ៉េគឺបានដក 2y
ដក 2x ក្រេ y ហើយ x គុណជាមួយនឹង 3y ក្រេនេះក៏បាន 3xy ក្រេឥឡូវយើងយក y មកគុណម្ដងយក y មកគុណនឹងតួ y ក្រេនេះហើយគុណជាមួយនឹងនេះហើយគុណជាមួយនឹងនេះចឹងបានដក y គុណជាមួយនឹង x ក្រេក៏យើងបានដក x ក្រេ y ហើយដកគុណដកទៅវាជួបបូកចេញទៅជាបូកដកគុណដកចេញជាបូក y មកគុណជាមួយនឹង 2x y គុណជាមួយនឹង 2x y មកក៏បានដកតែនេះគឺបូក 2x y ក្រេ y គុណនឹង y ក្រេហើយ 2x ហ្នឹងយកមកគុណនឹង y ក្រេមកគឺ 2x y ក្រេ y មកគុណជាមួយនឹង 3y ក្រេនេះដកមកជួបនឹងបូកបានដកទៅដែរសញ្ញាមក y គឺជាសញ្ញាដកហើយមកជួបមួយបូកខាងនេះក៏នៅតែដកហើយ y គុណជាមួយនឹង 3y ក្រេក៏បាន 3y ក្រេគីបអញ្ចឹងយើងគីបនេះដូចមានអីទូទាត់ទេនេះនេះអាចទូទាត់ជាមួយនឹងនេះបានដក 2x ក្រេ y sorry អ្នកគ្នានេះមែនទេខុសសន្ទោះ no ខុសនេះតួសនក៏ខុសស្វ័យគុណសន្ទោះនៅខាងក្រោមស្វ័យគុណនៅខាងលើចានេះគឺខុសស្វ័យគុណចង់អាចទូទាត់បាននេះអាចទូទាត់បានជាមួយនឹងអានេះនឹងអានេះអញ្ចឹងដក 2x ក្រេ y ជួបជាមួយនឹងដក x ក្រេ y អញ្ចឹងបានទៅជាដក 3x ក្រេ y ហើយនេះ 3x y ក្រេបូកជាមួយនឹង 2x y ក្រេដែរគឺបានបូក 5x y ក្រេចានេះទៅហើយអស់ហើយអញ្ចឹងចុងក្រោយគឺនៅសល់ដក 3y គិតអញ្ចឹងនោះគឺជាចំណុចចុងក្រោយនៃការផលិតកន្សោមមួយនោះហើយនៅសល់ខងហើយចហ្នឹងដល់ពេលអ្នកគ្នាធ្វើខ្លួនឯងក្នុងវីដេអូហ្នឹងគឺខ្ញុំមកបរៀនពីរបៀបផលិតកន្សោមបានប៉ុណ្ណឹងហើយបើសិនជាខ្ញុំគុណខុសឬក៏គុណសញ្ញាខុសអ្នកគ្នាអាចខមមិនប្រាប់ផងយកឲ្យប្រកាសថាខ្លួនឯងគុណត្រូវ 100% ទេអញ្ចឹងអ្នកគ្នាពេលគុណក៏ត្រូវតែប្រយ័ត្នដែរខ្ញុំបាត់មើលម្ដងហើយម្ដងទៀតអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយបាយ